បងប្អូននៅទីណាក៏មានបណ្ដាសាដូនតាខ្មែរយើងដែរគ្រាន់តែតិចនឹងច្រើនតូចនឹងធំប៉ុណ្ណោះឥឡូវនេះបងប្អូនមើលឃើញអាទីនយូវាយស្គរហើយស្គរក៏វាយវិញមិនមែនជារឿងចៃដន្យទេបងប្អូនបើសិនជាចៃដន្យមែនមានតែអាទីនហ្នឹងវាល្ងងអាចោលមកទៀតឯនេះវាយខ្មែរឥឡូវនេះស្គរវាយហែងជំនួសខ្មែរវាស័ក្តិសមណាស់ដែលពិភពលោកស្អប់ហែងពួកហែងកាន់តែបិទបាំងរឿងអាស្រូវរបស់ហែងកាន់តែធំធាត់ឡើងចំណែកឯប្រជាពលរដ្ឋពួកឯងមួយចំនួនតូចអាចជ្រុលនិយមដូចអាខ្វាត់នឹងអាខ្វាត់អញ្ចឹងចំណែកឯមួយចំនួនទៀតគឺចង់សំពងក្បាលអាតុងទីនឹងតែម្ដងបងប្អូនខ្ញុំសូមខ្វះសិលធម៌សុជីវធម៌ដោយប្រើពាក្យអសរោះសម្រាប់តែក្រុមបកពួកអាទីន3នាក់នឹងទេបងប្អូនណាព្រោះអីខ្ញុំឃើញមុខវាដូចជាសត្រូវស៊ីសាច់ហត់ឈាមអញ្ចឹងខ្ញុំមិនបានប្រើពាក្យសំគួរថាលោកអានុទីនមានប្រសាសន៍លោកអានុទីនអញ្ជើញទៅណានោះទេលោកអានុទីនអញ្ជើញពិសាបាយនោះទេខ្ញុំមិនគោរពចាស់អាចោព្រៃដូចវាខ្ញុំមិនឲ្យតម្លៃអាចោព្រៃដូចវាដែលប្លន់ទឹកដីខ្មែរយើងនេះព្រោះអីគ្មានអាណាសាហាវជាងវានោះទេសម័យកាលនេះសូម្បីតែប្រាសាទដូនតាខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំក៏វាត្រូវកំទេចមិនតែប៉ុណ្ណោះវាបង្កើតមនុស្សឲ្យធ្វើចោលដូចវាដែរអាទីននេះជាសត្វក្រពើរមណគុណវាคล้ายជានាយករដ្ឋមន្ត្រីបានក៏វាបានការប្រោះព្រំពីប្រទេសខ្មែរផងដែរដូច្នេះអានេះគឺជាសត្វរមណគុណបំផុតមិនត្រឹមតែខ្មែរស្អប់វាទេពិភពលោកក៏ស្អប់វាដែរសូម្បីតែប្រទេសម៉ាឡេស៊ីនិងលោកប្រធានាធិបតីដូណាល់ត្រាំក៏ឃើញវាចង់ស៊ីសាច់ដែរព្រោះអីចរិតអានុទីនគឺជាចរិតឆ្កែព្រៃដូចស្ដេចវាអញ្ចឹងប្រសិនបើបងប្អូនមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺរ៉ាំរ៉ៃសូមបងប្អូនមកទទួលទានជាមួយកាហ្វេកោសិកាញូតារិចកាហ្វេកោសិកាញូតារិចអាចជួយសម្រាលបន្ទុកបងប្អូនបានកាហ្វេកោសិកាញូតារិចមានគ្រឿងផ្សំដល់ទៅ50មុខសុទ្ធតែជាប្រភេទរុក្ខឱសថទាំងអស់ធ្វើកសលវិច័យដោយបច្ចេកវិទ្យា AI ស្របទៅនឹងកោសិការបស់មនុស្សនៅលើពិភពលោកតែបងប្អូនជឿខ្ញុំទេកាហ្វេកោសិកាញូតារិចទៅជួសជុលកោសិកាចាស់របស់បងប្អូនដែលបានងាប់ទៅហើយនោះឲ្យរស់រវើកឡើងវិញកាហ្វេកោសិកាញូតារិចគឺជាប្រភេទកាហ្វេអារ៉ូម៉ាលំដាប់ពិភពលោកពុំមានជាតិអ៊ីនឡើយកាហ្វេកោសិកាញូតារិចអាចដោះស្រាយបញ្ហាជំងឺមិនឆ្លងជូនបងប្អូនបានពូស្បើយជំងឺមិនឆ្លងរួមមានទឹកនោមផ្អែមលើសឈាមមហារីកជំងឺក្រពះរ៉ាំរ៉ៃតម្រងនោមខ្លាញ់រួមសរសៃឈាមជំងឺបេះដូងអាស៊ីតសន្លាក់ជាដើមឡាក់ប្រសិនបើបងប្អូនមានបញ្ហាជំងឺដូចខ្ញុំបានរៀបរាប់ខាងលើហើយអស់ជំរឿនក្នុងការព្យាបាលសូមបងប្អូនងាកមកប្រើប្រាស់នៅកាហ្វេកោសិកាញូតារិចបងប្អូននឹងទទួលបានផលភ្លាមសូមស្ដាប់ប្រសាសន៍លោកវិជ្ជបណ្ឌិតបន្ថែមសម្គាល់ថាមានជំងឺកាំបេដូងហើយអញ្ចឹងទាំងអស់គ្នាត្រូវប្រយ័ត្នតែមែនតើណាក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងនេះអញ្ចឹងសញ្ញាទាំង3នោះមានអីខ្លះយើងមានចាប់ពីស្រាលទៅធ្ងន់ណាបាទសញ្ញាទី1គឺញាត់ទ្រូងញាត់ទ្រូងគឺញាត់ទ្រូងគឺបានន័យថាគឺយើងមានអារម្មណ៍ថានៅក្នុងទ្រូងរបស់យើងគឺមានបេះដូងញាត់ក៏ធម្មតាបាទហើយធ្វើឲ្យយើងទៅចិត្តដល់ដៃចុងជើងហើយទី2គឺចុកទ្រូងគឺចុកដូចគេយកកាបិតមកចាក់អញ្ចឹងហើយចុកជាពិសេសនៅផ្នែកខាងឆ្វេងហើយវាចុកចាក់ទៅដល់ដៃខាងឆ្វេងនិងស្ពឹកទៅដល់ចំការយើងខាងលើទៀតសារតែចុកជាងគេគឺមិនរើសមកទេជាពិសេសគឺនៅពេលដែលយើងធ្វើចលនាខ្លាំងគឺវាអាចធ្វើឲ្យយើងចុកខ្លាំងហើយពេលហ្នឹងបាទកម្រិតឈឺប៉ុន្មានកម្រិតឈឺគឺខ្លាំងមែនតើតែម្ដងខ្លាំងរហូតដល់យើងទ្រាំមិនបានធ្វើឲ្យយើងបង្អាក់សកម្មភាពហើយយកដៃទប់ដើមទ្រូងរបស់យើងហើយយើងនិយាយមិនចេញទៀតបាទនេះគឺជាសញ្ញានៃការចុកដើមទ្រូងនៅក្នុងផ្ទះសរសៃឈាមបេះដូងហើយទី3គឺ hot គឺបានថាយើងដកដង្ហើមសិនតែម្ដងគ្នាបាទដកដង្ហើមចូលមួយហើយបន្ទាប់មកញាប់ទៀតបាទហើយខ្លីទៀតនេះជាសញ្ញានៃការ hot ហ្នឹងបាទ hot ហ្នឹងគឺដោយសារតែយើងចុកទ្រូងខ្លាំងសរសៃឈាមបេះដូងគឺស្ទះគាំងមិនអាចឲ្យយើងសរសៃឈាមបេះដូងគាំងមិនអាចឲ្យច្របាច់បេះដូងច្របាច់ទៅដល់ឈាមទៅដល់ចិញ្ចើមទៅដល់សួតបានទេ hot ហ្នឹងគឺទោះបីតែយើងអង្គុយនេះក៏ hot ដែរបាទមិនបាច់សកម្មភាពអីគាត់អង្គុយក៏ hot ដែរអង្គុយក៏ hot ដែរបានន័យថាយើងមានជំងឺកាំបេដូងហើយបាទអញ្ចឹងដើម្បីការពារកុំឲ្យមានជំងឺកាំបេដូងហ្នឹងគឺយើងត្រូវអនុវត្តនៅកម្មវិធី2ដែលសំខាន់ជាងគេទី1គឺត្រូវដូររបបអាហារក្នុងការហូបចុកគេថាហូបអាហារដែលមានសុខភាពល្អទី2គឺត្រូវមានការហាត់ប្រាណឲ្យបានទៀងទាត់ពេលវេលាយ៉ាងហោចណាស់ក៏បាន1ម៉ោងដល់1ថ្ងៃហើយនៅទី3នោះគឺកាត់បន្ថយ stress មែនតើបាទកុំលំបាកចិត្តពេក